ngày na riêngសាបមាត់សាបកឲ្យបានសឡំជូរដើមចេកក្តៅជូរឆ្ងាញ់ញ៉ៃមួយចាននេះគឺថាហត់មកគ្រូកស្វាងចេះហ្មងដើម្បីបានដើមចេកយកមកស្លគឺខ្ញុំកាប់កូនចេកគ្រាប់អស់មួយដើមចាដើម្បីយកមកកាត់យកតែបដូរកន្លែងចេកយកមកហាន់ហើយយកទៅស្លតែម្ដងដើមចេកខ្ចីហ្នឹងគឺខ្ញុំកាត់វាច្រវាមូលអញ្ចឹងបងប្អូនហើយដាក់ត្រាំទឹកឲ្យវាចេញចូលអីបន្តិចទៅតែបើឲ្យខ្មៅអត់ខ្មៅទេដើមចេកគ្រាប់នេះណាមួយយើងកាត់ថ្មីអញ្ចឹងសល្អខ្ចីឡើងខ្ញុំបេះតលឹងតឹងធ្វើម្ជូរដោយសារតែចាស់គាត់ប្រាប់ថាតលឹងតឹងយកឡំជូរដើមចេកឆ្ងាញ់អត់បានចេញទៅផ្សារអញ្ចឹងក៏អត់មានម្រះព្រៅដែរអញ្ចឹងមានតែដើរប្រមូលម្រះព្រៅជុំវិញផ្ទះរិចរួយតិចហ្នឹងបេះប្រមូលមកអស់ហើយបានមកក្តាប់សម្រាប់គ្នាមិនសូវបានទេតែក្លិនវិញញាក់សាច់ឡើងឈ្ងុយហ្មងគ្រឿងស្លវិញរៀបចំរួចហើយមានម្ទេសល្ក្រីម្ដេងខ្ទឹមប្រហុកហើយនឹងត្រីខ្ញុំប្រើត្រីកញ្ចុះចាមានក្នុងទូស្រាប់ហ្មងហើយមានពងត្រីលាយខ្លះហើយមានម្រះព្រៅមានតលឹងតឹងធ្វើជាម្ជូរហើយនឹងបន្លែដើមចេកនឹងឯងសឡមួយឆ្នាំងនេះគឺថាប្រមូលបន្លែក្នុងផ្ទះហ្មងទាំងដើមចេកតលឹងតឹងនិងម្រះព្រៅតោះទៅរៀនសឡម្ជូរទាំងអស់គ្នាបងប្អូនណាអត់ទាន់ចេះហើយបងប្អូនណាចេះហើយជួយប្រាប់ផងចាខ្ញុំធ្វើត្រូវឬខុសដំបូងគឺខ្ញុំដាំទឹកបន្ទាប់មកបង់គ្រឿងបន្ទាប់មកខ្ញុំជ្រុំប្រហុកនេះម៉ាក់ខ្ញុំគាត់ធ្វើខ្លួនឯងអត់សូវប្រៃទេអញ្ចឹងខ្ញុំដាក់រៀងច្រើនបន្តិចហើយជ្រុំយកតែក្លិនយកតែជាតិអីណាបងប្អូនបន្ទាប់មកយើងរំងាស់វាមកសន្ទុះទៅបានយើងស្រង់ពពុះនឹងចេញបន្ទាប់មកខ្ញុំដាក់គ្រឿងចូលសរុបតែម្ដងមានរ៉ូឌីបន្តិចអំបិលបន្តិចហើយនឹងស្ករបន្តិចបន្ទាប់មកខ្ញុំក៏ដាក់ត្រីចូលតែម្ដងត្រីគឺយើងដាក់ហើយគឺអត់កូរទេទុកឲ្យពុះសិនរួចហើយបានស្រង់ពពុះនេះចេញម្ដងទៀតចាបន្ទាប់មកហើយកុំទុកយូរពេកត្រីយើងខ្លាចត្រីវាបែកសាច់អញ្ចឹងក៏ដាក់ដើមចេកយកមកបើសិនជាដើមចេកយើងមើលទៅមិនសូវខ្ចីប៉ុន្មានទេអាចដាក់ដើមចេកមុនក៏បានដែរដើមចេករៀងផុយតិចទៅរួចចាំដាក់ត្រីក៏បានដែរបន្ទាប់មកដាក់ម្ជូរចូលចាខ្ញុំដាក់តលឹងតឹងនេះដំ4-5ផ្លែដាក់តែពេលភ្លក់មើលអត់ជូរបងប្អូនអញ្ចឹងខ្ញុំចិត្តថែមទៀតបន្ទាប់ពីចិត្តថែមហើយគឺខ្ញុំចុងក្រោយគេគឺខ្ញុំបង់ម្រះព្រៅឈ្ងុយណាចារាប់ដល់ទៀតដួសដាក់ចានយកទៅភ្លក់បង្ហាញបងប្អូនហើយសម្រាប់តលឹងតឹងនេះវិញគឺអែមហ្មងយកមកស្លម្ជូរចេះអត់ជូរខ្លាំងពេកទេឡើងចង់របៀបជូរផ្អែមបងប្អូនជូរផ្អែមឆ្ងាញ់ហើយខ្ញុំធ្លាប់ឮចាស់ប្រាប់ថាតលឹងតឹងយកទៅស្លម្ជូរគ្រឿងសាច់គោឆ្ងាញ់អញ្ចឹងមែនអត់បងប្អូនណាដឹងអាចខមមិនប្រាប់ខ្ញុំបន្តិចបានទេខ្ញុំអត់តបានសាកទេចាំមើលថ្ងៃណាបានទិញសាច់គោមកធ្វើសឡម្ជូរអីដាក់ម្ជូរតលឹងតឹងម្ដងមើលឲ្យដឹងរសជាតិតែចាស់និយាយអីហើយជឿគាត់ទៅមិនសូវខុសហ្មងទេថ្ងៃហ្នឹងមានកម្រងផ្ដាសាយហើយតែតទៅពេលបានទឹកសឡម្ជូរក្តៅហិលហើយជូរអញ្ចឹងទៀតលេងសាបមាត់លេងអីបរាជ័យក្នុងការផ្ដាសាយបាត់ហើយថ្ងៃហ្នឹងខ្ញុំទៅមិនដឹងខ្លួនថាខ្ញុំអត់តន់ល្បីផងនឹងមានអង្គរៈឆ្វេងស្ដាំអង្គុយយាមពេលញ៉ាំអីហើយនិយាយលេងណាបងប្អូនកុំប្រកែកប្រកាន់អីហ្នឹងហើយបងប្អូនអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ហើយតែងតែជួយគាំទ្រចុច like share comment ជាដើមអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយបាយ